បើអាចត្រឡប់ទៅជាង10ឆ្នាំមុនវិញខ្ញុំនឹងប្រាប់ខ្លួនឯងរឿងមួយបើអាចត្រឡប់ទៅជាង10ឆ្នាំមុនខ្ញុំនឹងមិនប្រាប់ខ្លួនឯងថាធ្វើការឲ្យខ្លាំងជាងមុនទេខ្ញុំនឹងប្រាប់ខ្លួនឯងថាកុំខ្លាចការចាប់ផ្ដើមពេទ្យយើងជាវេទិកាសុខាភិបាល Digital រួមតែមួយបង្កើតដោយកម្ពុជាដើម្បីកម្ពុជាជាប់ជាមួយនឹងមន្ទីរពេទ្យគ្រូពេទ្យនិងប្រជាពលរដ្ឋដើម្បីអនាគតសុខភាពប្រជាជនកម្ពុជាជាង10ឆ្នាំមុនខ្ញុំមិនមែនជាមនុស្សដែលដឹងគ្រប់យ៉ាងអំពីការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យានោះទេខ្ញុំក៏មិនមានដើមទុនច្រើនមិនមានក្រុមការងារច្រើនហើយក៏មិនដឹងថាផ្លូវខាងមុខនឹងលំបាកប៉ុណ្ណាដែរប៉ុន្តែខ្ញុំមានសំណួរមួយដែលនៅតែដកជាប់ក្នុងចិត្តជានិច្ចហេតុអ្វីការថែទាំសុខភាពមិនអាចកាន់តែងាយស្រួលនិងប្រសើរជាងនេះក្នុងនាមខ្ញុំជាម្ដាយហើយក៏ធ្លាប់មានកូនទៅមន្ទីរពេទ្យនិងគ្លីនិកជាច្រើនរាល់ពេលដែលទៅកន្លែងថ្មីខ្ញុំត្រូវពន្យល់ប្រវត្តិកូនម្ដងហើយម្ដងទៀតលទ្ធផលពិនិត្យនៅមន្ទីរពេទ្យមួយមិនអាចទៅមើលនៅមន្ទីរពេទ្យមួយទៀតបានវិជ្ជាបញ្ជាមួយកន្លែងស្ថិតនៅលើក្រដាសពេលបាត់ក្រដាសប្រវត្តិសុខភាពក៏បាត់ទៅជាមួយដែរថ្ងៃមួយនោះខ្ញុំបានគិតថាអ្នកជំងឺគួរតែមានប្រវត្តិសុខភាពតែមួយដែលអាចប្រើប្រាស់នៅគ្រប់កន្លែងបានគំនិតតូចមួយនោះបានក្លាយទៅជាចំណុចនៃការចាប់ផ្ដើមពេទ្យយើងក្នុងរយៈពេលជាង10ឆ្នាំមកនេះមានពេលច្រើនដងណាស់ដែលខ្ញុំចង់បោះបង់មានមនុស្សជាច្រើនគេមិនជឿថាក្រុមហ៊ុនបច្ចេកវិទ្យារបស់កូនខ្មែរអាចបង្កើតប្រព័ន្ធសម្រាប់មន្ទីរពេទ្យបានទេមានពេលដែលយើងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីដោះស្រាយបញ្ហារបស់អតិថិជនប៉ុន្តែរាល់បញ្ហាទាំងនោះវាបានបង្រៀនខ្ញុំថាការ start up មិនមែនជាការរត់លឿនទេវាជាការរត់ចម្ងាយដែលត្រូវការភាពអត់ធ្មត់និងមានជំនឿដូច្នេះបើត្រឡប់ទៅជាង10ឆ្នាំមុនខ្ញុំនឹងប្រាប់ខ្លួនឯងថាកុំប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃកុំខ្លាចការបរាជ័យហើយកុំបោះបង់ព្រោះគ្មានអ្នកណាម្នាក់ឃើញសុបិនរបស់អ្នកបន្តរៀនបន្តស្ដាប់អតិថិជនបន្តដោះស្រាយបញ្ហាពិតប្រាកដព្រោះអ្វីដែលអ្នកធ្វើនៅថ្ងៃនេះអាចផ្លាស់ប្ដូរជីវិតមនុស្សរាប់ពាន់នាក់ថ្ងៃនេះខ្ញុំនៅតែជឿដូចថ្ងៃដំបូងបច្ចេកវិទ្យាមិនគ្រាន់តែជាកូដឬក៏ជា software នោះទេបច្ចេកវិទ្យាគឺជាឧបករណ៍ដែលអាចធ្វើឲ្យមនុស្សទទួលបានការថែទាំសុខភាពកាន់តែល្អហើយនោះជាមូលហេតុដែលខ្ញុំនិងក្រុមការងារពេទ្យយើងនៅតែបន្តដំណើរនេះ